ងទៅនេះមានប្រពៃធីបញ្ជ្រាបផ្សព្វផ្សាយអំពី gender និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារការជួញដូរស្ត្រីនិងកុមារការការពារជនរងគ្រោះដោយឧទ្ទិសនាមពីលោកស្រីវរៈស្នេហ៍ឯកអៀងចន្ទធីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបងនិងមានការចូលរួមពីនាយករងមន្ទីរពេទ្យយុទ្ធភូមិភាគនិងបុគ្គលិកសិក្ខាកាមសរុបចំនួន178នាក់នៅក្នុងពិធីបញ្ជ្រាប gender លោកស្រីវរៈស្នេហ៍ឯកអៀងចន្ទធីបានសម្ដែងការកោតសរសើររាល់សកម្មភាពរបស់នីតិហ៊ានពលទាហានដែលបានបំពេញតួនាទីភារកិច្ចផ្នែកជំនាញព្យាបាលថែទាំយុទ្ធជំងឺរបួសចំពោះកងទ័ពកន្លងមកព្រមជាមួយនឹងការលើកឡើងអំពីការបញ្ជ្រាបផ្សព្វផ្សាយ gender ការផ្ដល់ភាពយល់ដឹងបង្កើនសមត្ថភាពគុណភាពដល់នីតិហ៊ានពលទាហានឲ្យយល់ច្បាស់អំពីបុរសនិងស្ត្រីនាពេលបច្ចុប្បន្ននិងការលើកកម្ពស់សមត្ថភាពផ្នែកក្នុងជួរកងយុទ្ធពលខេមរៈភូមិន្ទស្វែងយល់អំពីតម្លៃអត្តសញ្ញាណរបស់ខ្លួនក្នុងភាពមិនរើសអើងលោកស្រីក៏បានបញ្ជាក់ថារាល់សកម្មភាពរបស់ស្ត្រីដែលជាយន្តការជាតិសម្រាប់លើកស្ទួយជីវភាពស្ត្រីដើម្បីក្លាយទៅជាអ្នកដឹកនាំនិងលុបបំបាត់រាល់អំពើហិង្សានានា